ណែហៅអ៊ីនឹងពូដៃគូស្មាកដលនឹងមកទៀតហើយម្សិលមិញជួបគ្នាមានកម្រងថាចង់បុកលហុងដល់ពេលពីអ្នកដៃពុនគេមកដល់មានបានថតណាផ្លេចឆឹងអ៊ីខាងនេះឲ្យបុកពេញប៉ោះមានណាបុកឡើងបែកខ្ទេចអស់លេងប្រាប់ថាគេចេះបុកទេខាងនេះនៅឃើញថារៀនបុកទៅចាំចាយប្រាប់ដាក់គ្រឿងអីមានណាផ្លេចមើលតាមផ្លេតពេញប៉ោះបុកឡើងម៉ាត់ឆឹងថ្ងៃហ្នឹងធ្វើម្ហូបពីរមុខបុកលហុងមួយជាមួយនឹងចំហុយអត់ថៃ5មួយដែរអត់ថៃ5ហ្នឹងទិញគេមកថ្ងៃមុនហ្នឹងតែបានធ្វើថ្ងៃនេះឯងអត់គ្នាហូបមើលទៅដូចអត់ឆ្ងាញ់ដល់ពេលឥឡូវមានគ្នាហើយតើធ្វើចែកគ្នាហូបណែមើលកូនក្បិតចំណាប់របស់ខ្ញុំនេះបុកលហុងអត់ចេញឥឡូវឲ្យមកបកខ្ទឹមដាក់នៅក្នុងអកថៃប្រាដើម្បីចំហុយវិញនិយាយពីថាបកបោខ្លាំងមែនតើថ្ងៃហ្នឹងមានស្វាយផងអីផងគេយកមកពីផ្ទះគេគេអួតថាផ្ទះគេមានស្វាយខ្ចីចាំយកស្វាយខ្ចីយកមកបុកអំបិលហូបចាយនេះខំប្រាប់ទៀតនរឯងទិញស្វាយខ្ចីហ្នឹងសួរអីខាងក្រៅហឹងខាងក្នុងតូនហើយគេថាអត់ទេចាយស្វាយហ្នឹងខ្ញុំតែទិញទេតែខ្ចីស្រួយស្រាប់ហ្មងរួចមានអីយកមកចិត្តទៅខ្ចីខាងក្រៅមែនខាងក្នុងឡើងទុនទៀតលើហ្នឹងចំហុយផ្អកបដាបុកលហុងបដាស៊ីងហ្នឹងគេដេកលក់ចឹងហើយបានម៉ែនេះមានពេលឆ្លៀតធ្វើម្ហូបបើថាអត់ដេកលក់វិញដើរពេញផ្ទះឡើយហើយបុកលហុងថ្ងៃហ្នឹងគ្រឿងអត់មានគ្រប់អីទេគ្រឿងទេសវិញគ្រប់ប៉ុន្តែខ្វះបន្លែពួកអីខ្ញុំក៏អត់បានទៅផ្សារមកអូនក៏គេអត់បានទៅផ្សារចឹងហើយក៏នឹកឃើញថាទូទឹកកកមានប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅដល់ចឹងហើយមានតែបុកញោមយកទៅមានតែលហុងពេញប៉ោះក្រូចឆ្មាក៏បានដែរថែមជាមួយនឹងស្ពៃបកគោទៀតទៅចេះធ្វើឲ្យបានហូបទៅពួកអីមិននៅខ្មែរណាធ្វើមិនទាន់ហើយអស់ផងហ្នឹងគឺថាស្រីស៊ីងរបស់យើងនឹងបានងើបមកហើយអាយថាងើបមកហើយអត់មានតាមពីណាទេនៅជាមួយម៉ែតែបើទៅដល់កន្លែងដើរលេងគេនាំទៅដើរលេងទៅបើថានៅផ្ទះវិញអត់ព្រមទៅជាមួយណាគេទេដឹងតែតាមម៉ែហើយដូចកន្លែងនេះអីហ្នឹងម៉ែវាបោកឲ្យឡើងចូលនៅក្នុងកតាបស្ពាយមកអាងបានធ្វើការងារតទៀតកន្លែងនេះពូហុចដៃយកគេព្រមតាមទេគេតាមតែម៉ែគេទេលើនឹងកាត់មកដល់កន្លែងហូបហើយដោយសារតែជីតាមផ្លូវនឹងគ្មានបានថតអីទេគេបានរៀងញ៉ៃតិចបានចំហុយជាមួយនឹងផ្អកថៃប្រាហើយនឹងបុកលហុងនឹងឯងហូប2នាក់អ៊ីដោយសារពូនឹងក៏អត់ចេះហូបទេចឹងហើយមានតែ2នាក់ហ្នឹងទៅឆាតហៅម៉ូនពោះធំដែរប៉ុន្តែគ្រួសារគាត់អត់នៅដល់ពេលចឹងគាត់អត់បានមកបដ ហើយប៉ានេះជាអ្នកមើលកូនទុកឲ្យម៉ែញ៉ាំឲ្យឆ្ងាញ់មាត់ម្ដងចៃដនអីថ្ងៃហ្នឹងមានបងស្រីខ្មែរម្នាក់ទៀតមកគ្រួសាររបស់គាត់ហ្នឹងឃើញខ្ញុំផុសវីដេអូនៅក្នុង Weixing ពេលហើយគាត់ក៏បានឆាតសួរមានអីឆាតចុះឆាតឡើងគឺនៅចិត្តគ្នាចឹងថ្ងៃហ្នឹងគាត់តនេក៏នាំគ្នាមកលេងពួកខ្ញុំបដ ហើយគាត់ទៅមកដែរទេប៉ុន្តែពួកគាត់នឹងត្រឡប់ទៅស្រុកខ្មែរវិញ 4-10 ថ្ងៃអីទៀតនឹងឯងចឹងហើយគាត់ក៏ជ្រៀតមកលេងមកដឹងថានេះមានបងប្អូនខ្មែរឥឡូវនៅខ្ញុំនេះបាន4នាក់ហើយចិត្តគ្នាគាត់ណាបងស្រីគាត់បាននៅយូរទេតែបើសិនលើកក្រោយគាត់មកអីគឺថានៅចិត្តគ្នាស្រួលដោយសារតែពួកគាត់ទាំងពីរនាក់មានការងារនៅខ្មែរដល់ពេលអញ្ចឹងត្រូវត្រឡប់ទៅវិញដោយពួកខ្ញុំមេនៅខ្មែរអត់មានអីធ្វើថ្ងៃនេះមានអីបានបងប្អូនខ្មែរថែមម្នាក់ទៀតហើយពួកគាត់មកលេងឲ្យបានយូរដែរហ្នឹងរៀងម៉ោង 10 ជាងគាត់នាំគ្នាត្រឡប់ទៅផ្ទះវិញហើយពួកខ្ញុំជាមួយសែវលីហ្នឹងក៏នាំគ្នាបែកផ្លូវគ្នាដែរហើយពីរនាក់ម៉ែកូនជិះម៉ូតូទៅផ្ទះវិញពីរនាក់ដៃគូស្មាកដលគេនោះគេជិះទៅផ្ទះគេដែរលេចមើលស្រីស៊ីងនេះមកដល់ផ្ទះវិញនឹងងុយដេកមកចុះបើនៅកន្លែងដើរលេងនោះដើរលេងឡើងហត់និយាយពីថាសប្បាយណាស់ឲ្យតែមានទីធ្លាដើរលេងធំម៉ែអូដេញចាប់ឡើងចង់ឈួត